កលករអេស្ប៉ាញ3រូបត្រូវបានបង្ហាញមកអស់ហើយសម្រាប់បេក្ខភាពនៃកីឡាករគុនខ្មែរដែលត្រូវទទួលស្វាគមន៍ដោយឡែកអីនៅតែកីឡាករ Mario Everest តែប៉ុណ្ណោះមិនទាន់ត្រូវបានបង្ហាញមកចាំមើលថាតើនរណានឹងត្រូវស្វាគមន៍កីឡាករ Mario Everest ខណៈការប្រកួតលេងបែបលក្ខណៈត្រៀមតែត្រជាក់ភ្នែកនិងសប្បាយហូរកញ្ជ្រៀវទៅសម្រាប់បងប្អូនមហាជនហ្វេនអ្នកគាំទ្រគុនខ្មែរជាមួយនឹងផ្ទាំងទស្សនីយភាពនៃការដែលរៀបចំការប្រកួតដ៏ធំសម្បើមដែលខាងស្ថានីយ៍ទូរទស្សន៍បាយ័នសហការជាមួយនឹងខាង Srabi Gainsbourg នោះគឺព្រឹត្តិការណ៍វប្បធម៌ Gainsbourg គុនខ្មែរដែលនឹងធ្វើឡើងនៅថ្ងៃទី14ខែឧសភាឆ្នាំ2025ខាងមុខទីតាំងនៅកោះពេជ្រចាប់ពីម៉ោង8យប់តទៅហើយយ៉ាងណាមិញចំពោះបេក្ខភាពនៃកីឡាករអេស្ប៉ាញដែលគេមកលេងជាធីមបងប្អូននៅក្នុងនោះយើងឃើញហើយមានទី1កីឡាករ Gonzalo Teba ទី2កីឡាករ Martin Zandro ទី3កីឡាករ Victor Goneza ហើយទី4នោះគឺ Mario Alvarez អញ្ចឹងអ្នកទាំង4នឹងត្រូវចូលលេងនៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យដែលខាងស្ថានីយ៍ទូរទស្សន៍បាយ័នសហការជាមួយនឹងខាង Gainsbourg ក្នុងន័យលើកស្ទួយវិស័យក្បាច់គុនខ្មែររបស់យើងទៅកាន់ឆាកអន្តរជាតិហើយទៅតាមនេះផងដែរចំពោះកីឡាករអេស្ប៉ាញ Gonzalo Teba ត្រូវប៉ះជាមួយនឹងរិទ្ធី Sovankhim ហើយយើងចាំមើលថាតើរិទ្ធី Sovankhim អាចនឹងធ្វើឲ្យកីឡាករអេស្ប៉ាញរូបនេះជូរចត់ដោយឬក៏យ៉ាងណាគណៈយើងគឺជាម្ចាស់ផ្ទះចាំទទួលគេហើយចំពោះមួយគូទៀតបងប្អូនគឺធុនវ៉ាណាអញ្ចឹងធុនវ៉ាណាត្រូវស្វាគមន៍កីឡាករអេស្ប៉ាញដែលមានឈ្មោះថា Martin Zandro យើងចាំមើលថាស្ដេចតុកែធុនវ៉ាណានឹងមានអ្វីដែលថ្មីនឹងមានអ្វីដែលប្លែកគណៈការដែលវិលមកកាន់សង្វៀនសាជាថ្មីធុនវ៉ាណាយើងឃើញថាអាវុធរបស់គាត់រៀងលឿនជាងមុនហើយការដែលប្រើកណ្ដាប់ដៃហ្នឹងក៏បានល្អទៅទៀតយើងរៀងប្លែកបងប្អូនសម្រាប់ធុនវ៉ាណាហើយចំពោះគូទី3គឺសំអឿនសុផាអញ្ចឹងសំអឿនសុផាក៏ត្រូវប៉ះជាមួយនឹងកីឡាករ Victor Goneza ចាំមើលថាសំអឿនសុផានឹងអាចយកឈ្នះកីឡាករអេស្ប៉ាញ Victor Goneza បានដែរឬក៏យ៉ាងណាមានតែការដែលកាត់ក្តីជាក់ស្ដែង5ទឹកនៅលើសង្វៀនតែប៉ុណ្ណោះហើយយ៉ាងណាយើងបកទៅកាន់ Mario Alvarez វិញបងប្អូនមិនទាន់ត្រូវបានបង្ហាញដៃគូមកនោះទេប៉ុន្តែជំវិញទៅជាមួយនឹងតម្រុយលោកសឺវណ្ណៈលោកបានបញ្ជាក់ហើយសម្រាប់ Mario ត្រូវលេងបែបលក្ខណៈកង់ចេញមករៀម5ទឹកអញ្ចឹងលេងមួយជោគខ្លួនតែម្ដងហើយអាចនិយាយខ្លីថា Mario គឺគាត់សម្រេចចិត្តច្បាស់ហើយដោយសារតែគាត់អត់ដែលលេងកង់តូចទេបងប្អូននេះគឺជាលើកទី1របស់គាត់ហើយយ៉ាងណាជុំវិញតើជាមួយនឹងកង់តូចបងប្អូនគិតថាតើកីឡាកររូបណានឹងត្រូវទទួល Mario Alvarez ខណៈគីឡូគឺត្រូវលេងក្នុងប្រភេទទម្ងន់60គីឡូក្រាមហើយជុំវិញតើជាមួយនឹងកង់តូចកង់ចេញមករៀមហើយលេងបែបលក្ខណៈឈឺអញ្ចឹងបងប្អូនប្រកាសជាដឹងហើយអ្នកដែលត្រូវទទួលស្វាគមន៍ Mario Alvarez នោះគឺក្របីព្រៃមុខដៃពេជ្រសម្បត្តិ admin គិតថាពេជ្រសម្បត្តិហើយបងប្អូននឹងត្រូវប៉ះជាមួយនឹងកីឡាកររូបនេះដោយសារតែយើងបានដឹងទាំងអស់គ្នាហើយបើតាមតម្រុយមកបើសិនជាក្នុងលក្ខខណ្ឌមួយលេងកង់ធំ5ទឹកឬក៏3ទឹកអាចនឹងហុងសវណ្ណចន្ទធីឬក៏ធុនវណ្ណាឥឡូវនេះធុនវណ្ណាត្រូវប៉ះជាមួយនឹងកីឡាករផ្សេងហើយជំវិញទៅជាមួយនឹង Mario គាត់ត្រូវលេងកង់ចេញមករៀមហើយវាយ5ទឹកទៀតយ៉ាងដូច្នោះហើយគឺមានតែក្របីនឹងឯងអញ្ចឹងចាំតាមដានជាបន្តទៀតបងប្អូនសម្រាប់ព័ត៌មានអាប់ដេតចាំមើលថាជាក់លាក់ពិតប្រាកដថាតើជាសម្បត្តិឬក៏ជានរណាដោយសារតែ poster មិនទាន់បានបង្ហាញជាផ្លូវការអញ្ចឹងគ្រាន់តែជាការដែលសន្និដ្ឋានគ្រាន់តែជាភាគរយដែលអាចនឹងប៉ះសម្បត្តិតែប៉ុណ្ណោះហើយបើសិនជាក្នុងលក្ខខណ្ឌមួយប៉ះសម្បត្តិពិតប្រាកដមែនបងប្អូនគិតថាលេងកង់តូចបែបលក្ខណៈ5ទឹកមួយជួរខ្លួននេះបងប្អូនថាតើនរណានឹងជាអ្នកទទួលបាននៃជ័យជំនះនិងជាអ្នកខ្លាំងទៅរវាងសម្បត្តិនិង
កីឡាករ Mario ហើយដែលឡែក Mario នេះបងប្អូនដឹងហើយសមត្ថភាពរបស់គេមិនធម្មតាទេបងប្អូនវាយឈុតស្រីបន្ថងសន្លប់ទឹកមួយវាយ Kimbora សន្លប់ទឹកពីរដែលការប្រកួតធ្វើឡើងនៅបារាំងប៉ះជាមួយនឹងឈុតស្រីបន្ថងក្នុងវគ្គផ្ដាច់ព្រាត់ដណ្ដើមខ្សែក្រវ៉ាត់ហើយការប្រកួតជាមួយនឹងកីឡាករ Kimbora ដណ្ដើមខ្សែក្រវ៉ាត់ដូចគ្នាយើងឃើញហើយកណ្ដាប់ដៃគេធ្ងន់ល្អការបោះជង្គង់នឹងក៏មុតទៅទៀតអញ្ចឹងធ្វើឲ្យបូរ៉ារបស់យើងមិនអាចទប់ជាមួយនឹង Mario Everest នេះបានចប់ពេញ3ទឹកនោះឡើយសម្រាប់ការវាយដែលធ្វើឡើងនៅអេស្ប៉ាញហើយឥឡូវនេះគេមកលេងទឹកដីរបស់យើងហើយចាំមើលថាតើក្នុងលក្ខខណ្ឌប៉ះជាមួយនឹងបិសម្បត្តិលេងកង់តូចតើ Mario នឹងនៅតែបន្តកំណត់ត្រាឈ្នះទៀតឬក៏យ៉ាងណាដូច្នេះបងប្អូនអាចចូលរួមខមមិនបញ្ចេញជាមតិយោបល់ជាចុងក្រោយសូមជម្រាបលា